សួស្តីអ្នកគ្នាខ្ញុំខេនស៊ីថ្ងៃនេះផងដែរយើងមកបន្តពាក្យរឿង Dragon Ball Z ជាបន្តទៀតហើយពិតជាអរគុណទៅកាន់អ្នក support មកកាន់ admin ខ្លាំងមែនតើហើយមានតែជូនពរឲ្យពួកគាត់សុខភាពល្អនិងសំណាងល្អតែប៉ុណ្ណោះឥឡូវយើងចូលមកកាន់វីដេអូរបស់យើងតែម្ដងទៅផ្ដើមនៅសាច់រឿងរបស់យើងនឹងផងដែរ Gohan ក៏បានសួរទៅកាន់ Piccolo ថាតើគួរឲ្យគាត់ធ្វើដូចម្ដេចដើម្បីការវឹកហាត់មួយនេះហើយ Piccolo ក៏បានតបទៅវិញថាការវឹកហាត់មួយនេះមិនធ្វើអ្វីទាំងអស់គ្រាន់តែចង់ឲ្យ Gohan នៅរស់តែប៉ុណ្ណោះហើយ Gohan ពិតជាឆ្ងល់ខ្លាំងមែនតើថា Piccolo និយាយនឹងមានន័យដូចម្ដេចហើយគាត់ក៏បាននិយាយថាបើសិនជា Gohan អាចរស់នៅរយៈពេល6ខែបានគាត់នឹងបង្រៀនអំពីការប្រយុទ្ធទៅកាន់ Gohan ហើយឲ្យខ្ញុំរស់នៅទីនឹងរយៈពេល6ខែគ្មានផ្លូវទេច្បាស់ណាស់ថាខ្ញុំនឹងស្លាប់ដោយភាពឯកាលើអញ្ចឹង Piccolo ក៏បានសើចហើយនិយាយថាឯងមិនឯកានៅទេពីព្រោះឯងនៅទីនេះវាសម្បូរទៅដោយសត្វកាចសាហាវដែលឃ្លានសាច់ជាខ្លាំងលើអញ្ចឹង Gohan ពិតជាភ័យខ្លាំងណាស់ហើយបានសុំអង្វរទៅកាន់ Piccolo ថាសុំគំទុកគាត់នៅទីនេះអីហើយ Piccolo បាននិយាយថាអត់ទេឯងត្រូវតែធ្វើរឿងមួយនេះហើយគាត់បាននិយាយថាបើសិនជាឯងអាចរស់នៅរយៈពេល6ខែបានច្បាស់ណាស់ថាឯងនឹងរឹងមាំហើយខ្លាំងក្លាជាងនឹងហើយកុំភ្លេចថាជោគវាសនានៅលើភពផែនដីមួយនេះនៅលើដៃរបស់ឯងហើយយើងនឹងសង្ឃឹមថាឯងនឹងអាចទាញយកអំណាចរបស់ឯងយកមកប្រើប្រាស់បាននៅក្នុងរយៈពេលឆាប់ៗនេះបន្ទាប់មក Piccolo ក៏បានរៀបនឹងចាក់ចេញពីទីហ្នឹងហើយគាត់ក៏បានប្រាប់ទៅកាន់ Gohan មួយរឿងទៀតឯងក៏មានគំនិតថាចង់រត់ចាក់ចេញពីទីកន្លែងមួយនេះវាគ្មានអ្វីក្រៅពីកន្លែងវាខ្សាច់ដែលហោមព័ទ្ធជុំវិញទីនេះនោះទេហើយបើសិនជាឯងមិនខ្លាំងច្បាស់ណាស់ថាឯងនឹងខ្លាចទៅជាចំណីរបស់សត្វដែលកាចសាហាវដែលនៅក្នុងតំបន់មួយនេះហើយ Gohan ក៏បានសួរថាចុះកន្លែងញ៉ាំអាហារហើយកន្លែងដេករបស់គាត់នៅទីណាហើយ Piccolo ក៏បានប្រាប់ថាយើងមិនដឹងនោះទេឯងដោះស្រាយតែខ្លួនឯងទៅហើយបន្ទាប់មក Piccolo គាត់ក៏បានហោះចាកចេញពីទីកន្លែងមួយហ្នឹងឃើញអញ្ចឹង Gohan ក៏បានរត់ទៅតាម Piccolo ផងដែរហើយក៏បានស្រែកប្រាប់ទៅកាន់ Piccolo ថាកុំឲ្យទុកគាត់នៅទីនេះអីក៏ប៉ុន្តែ Piccolo គាត់មិនខ្វល់នោះទេគាត់ក៏បានហោះចាកចេញពីទីកន្លែងមួយហ្នឹងបាត់ទៅនៅពេលដែលតាមបន្តអញ្ចឹង Gohan គាត់ពិតជាអស់សង្ឃឹមខ្លាំងមែនតើហើយគាត់គ្មានអ្វីត្រូវធ្វើអំពីក្រៅពីយំនោះទេនៅពេលដែលយំហ្នឹងស្រាប់តែមានកណ្ដោបមួយបានមកទុំជើងរបស់គាត់ហើយអញ្ចឹង Gohan គាត់ក៏បានឈប់យំភ្លាមហើយគាត់ក៏បានយកដៃរបស់គាត់ដើម្បីទៅលេងកណ្ដោបមួយហ្នឹងក៏ប៉ុន្តែត្រូវបានវាចាក់ដៃដែលធ្វើឲ្យ Gohan បះដៃបះជើងនៅពេលហ្នឹងដែរស្រាប់តែមានខ្យល់មួយបានបក់អាវរបស់គាត់ជាប់ទៅនឹងចន្លងភ្នំហើយគាត់ក៏បានព្យាយាមដើម្បីឡើងយកអាវរបស់គាត់ឡើងមកវិញក៏ប៉ុន្តែឡើងធ្លាក់ហើយមួយសន្ទុះក្រោយមក Gohan គាត់ក៏អាចឡើងយកអាវរបស់គាត់ឡើងមកវិញបានហើយផងដែរក៏ប៉ុន្តែស្រាប់តែមានពស់មួយបានចេញពីអាវរបស់គាត់ហើយបានវាទៅកាន់លើខ្លួនរបស់ Gohan ដែលធ្វើឲ្យ Gohan ភ័យខ្លាំងមែនតើនៅពេលដែលពស់បានចេញទៅបាត់ Gohan គាត់ក៏បានរៀបចុះទៅកាន់ខាងក្រោមវិញក៏ប៉ុន្តែមើលទៅកាន់ខាងក្រោមទៅពិតជាខ្ពស់ខ្លាំងណាស់ក៏ប៉ុន្តែវាមិនអីនៅទេគាត់ចូលមកកាន់ខាងក្រោមវិញដោយមានសុវត្ថិភាពឥឡូវយើងក៏លេងមកកាន់ Goku ឯនៅវិញនៅពេលដែលគាត់បានរត់សុកគាត់បានមើលទៅកាន់ផ្លូវរបស់គាត់ដែលរត់ហ្នឹងវាពិតជាវាយវេខ្លាំងណាស់បើសិនជាគាត់ហោះយកតែម្ដងច្បាស់ណាស់ថាគាត់នឹងអាចដល់ទីឆាប់តែម្ដងហើយមិនចាំយូរនោះទេ Goku គាត់ក៏បានហោះពីមួយកន្លែងទៅមួយកន្លែងទៀតនៅពេលนั้นដែរស្រាប់តែគាត់ហោះហ្នឹងស្រាប់តែហោះផុតផ្លូវហើយគាត់ពិតជាភ័យខ្លាំងណាស់ដោយសារតែគាត់ប៊ីធ្លាក់ចូលទៅក្នុងពពកបាត់ទៅហើយនៅពេលដែលគាត់រៀបឡើងទៅកាន់ខាងលើវិញហ្នឹងស្រាប់តែមានស្មៅខ្មៅជាច្រើនបានតោងមកកាន់ Goku ក៏ប៉ុន្តែមិនអីនោះទេ Goku គាត់ក៏អាចរើបំរាស់ចេញពីស្មៅមួយហ្នឹងបានឡើងទៅកាន់លើផ្លូវរបស់គាត់វិញបានផងដែរឥឡូវយើងក៏លេងមកកាន់គូរេណាណែវិញឥឡូវនេះដែរគាត់កំពុងតែសមនិយាយអំពីរឿងគ្រប់យ៉ាងដែលបានកើតឡើងចំពោះ Gohan ជាមួយនឹង Goku ដើម្បីប្រាប់ទៅកាន់ Chi ដែលជាប្រពន្ធរបស់ Goku នៅពេលนั้นដែរស្រាប់តែ Chi បានលើសំឡេងនរណាគេនិយាយនៅទេនាងក៏បានបើកទ្វារមកមើលតាមពិតទៅគឺជាគូរិនសោះហើយនាងក៏បានសួរថាតើមានរឿងអ្វីបានជាមករអ៊ូម្នាក់ឯងអញ្ចឹងហើយនាងក៏បានសួរថាតើឥឡូវនេះផងដែរឯងមានឃើញទៅកាន់ Goku ដែរឬទេនៅពេលលើសំណួរអញ្ចឹងគូរិនកាំងបដ យហើយគាត់បាននិយាយប៊ីបឺថាមិនអីនោះទេកុំបំរមកពី Goku អីគាត់នឹងត្រឡប់មកកាន់ទីនេះវិញឆាប់នឹងហើយមូលហេតុដែលគូរិនគាត់មិនចង់និយាយអំពីការពិតហ្នឹងដោយសារតែគាត់ខ្លាច Chi មិនអាចទទួលយកបានអំពីការពិតមួយហ្នឹងអញ្ចឹងហើយបានជាគាត់ខំលាក់ទៅកាន់ Chi ឥឡូវយើងក៏លេងមកកាន់កន្លែង Gohan ណែវិញនៅពេលដែលកំពុងតែនោមសុកស្រាប់តែគាត់បានកលែកមើលទៅកាន់ខាងក្រោយរបស់គាត់ស្រាប់តែគាត់បានឃើញដៃណូស័រយ៉ាងធំមួយបានសម្ដៅមកកាន់កន្លែងមួយនេះនៅពេលដែលវាបានមកដល់ភ្លាមវាក៏បានហក់ទៅវាក់ខាំទៅកាន់ Gohan តែម្ដងក៏ប៉ុន្តែត្រូវបាន Gohan កិច្ចផុតបន្ទាប់មក Gohan គាត់ក៏បានរត់ចាក់ចេញពីទីកន្លែងមួយហ្នឹងស្រែកផងអីផងនិយាយថាវេទនាដល់ហើយនៅពេលដែលកំពុងតែរត់ហ្នឹងស្រាប់តែ Gohan គាត់បានរត់តាក់ជាមួយនឹងដុំថ្មមួយដែលធ្វើឲ្យគាត់បានកាប់មកទៅនឹងដីចំណែកដៃណូស័រហ្នឹងវាក៏បានសម្ដៅស៊ីទៅកាន់ Gohan ផងដែរនៅពេលដែលចិត្តមានគ្រោះថ្នាក់អញ្ចឹងស្រាប់តែគាត់បានបញ្ចេញនៅថាមពលរបស់គាត់ teleport ចាក់ចេញពីទីកន្លែងមួយហ្នឹងបាត់ទៅចំណែក Gohan ណែវិញគាត់បានមកនៅលើភ្នំមួយយ៉ាងខ្ពស់តែម្ដងហើយអញ្ចឹងគាត់ពិតជាភ័យខ្លាំងណាស់ហើយគាត់ក៏បានស្រែកយំថាធ្វើដូចម្ដេចទៅអាចចុះទៅកាន់ខាងក្រោមបាននៅពេលដែលយប់ឡើងគាត់ពិតជារងាណាស់ហើយឃ្លានខ្លាំងណាស់នៅពេលนั้นដែរស្រាប់តែមានប៉មពីរផ្លែបានមកនៅកន្លែងរបស់ Gohan ឃើញអញ្ចឹង Gohan គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ហើយមិនចាំយូរណាស់ទេគាត់ក៏បានញ៉ាំយកតែ
ម្ដងបន្ទាប់ពីញ៉ាំហើយកូហានគាត់ក៏បានដេកបាត់ទៅហើយមូលហេតុដែលបានប៉មហ្នឹងគ្មាននរណាឆ្ងាយណាស់ទេគឺភីកាឡូបានឲ្យប៉មមកកាន់កូហានគ្រាន់តែគាត់មិនចង់បង្ហាញខ្លួនឲ្យកូហានឃើញដើម្បីឲ្យកូហានអាចរស់នៅតែម្នាក់ឯងរយៈពេល6ខែបាននៅស្អែកឡើងកូហានគាត់ក៏បានភ្ញាក់ពីដេកឡើងមកវិញគាត់ក៏បានស្រែកយំបន្តទៀតហើយដោយសារតែពេលនេះផងដែរគាត់ពិតជាឃ្លានខ្លាំងណាស់ចំណែកភីកាឡូឯនេះវិញគាត់ក៏បាននិយាយពីចង្អាយថាបើឯងឃ្លានមិនចុះទីរកអីញ៉ាំឥឡូវយើងក៏លេចមកកាន់គូរ៉េណាវិញនៅពេលនេះដែរគាត់ក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ថាគាត់មិនបានប្រាប់រឿងគ្រប់យ៉ាងទៅកាន់ជីឈីនៅទេដោយសារតែគាត់បានឃើញទៅកាន់មុខនាងហើយគាត់ពិតជាពិបាកប្រាប់ទៅកាន់នាងខ្លាំងណាស់ឥឡូវយើងក៏លេចមកកាន់ជីឈីជាមួយនឹងឪពុករបស់នាងឯនេះវិញកំពុងតែជិះយានរបស់នាងដើម្បីសម្ដៅទៅកាន់ទីណានៅទេឥឡូវយើងក៏លេចមកកាន់កន្លែងនេះវិញនៅពេលនឹងផងដែរស្រាប់តែមាននរណាគេម្នាក់ទេបានគោះទ្វារហៅទៅកាន់ពួកគេនៅពេលนั้นដែរគាត់ក៏បាននិយាយថាគាត់មានសារមួយអំពីគូខូដែលប្រាប់មកកាន់ពួកគេទាំងអស់គ្នាហ្នឹងគូខូគាត់នឹងរស់ឡើងមកវិញនៅរយៈពេល1ឆ្នាំក្រោយមកទៀតនៅពេលដែលពួកសត្រូវរបស់គាត់ចូលមកដល់ផែនដីមួយនេះហើយគាត់បាននិយាយប្រាប់ថាគូខូបានវឹកហាត់នៅពិភពលោកផ្សេងមួយទៀតបន្ទាប់ពីនិយាយចប់ហើយបរិបម្នាក់ហ្នឹងគាត់ក៏បានហោះចាក់ចេញពីទីកន្លែងមួយហ្នឹងបាត់ទៅនៅពេលហ្នឹងដែរស្រាប់តែមានយានមួយបានបើកមកកាន់ទីហ្នឹងឃើញអញ្ចឹងគូរីនបាននិយាយថាគាត់មកទីនេះដើម្បីអ្វីម្ដងទៀតមែនឬនៅពេលដែលជិតមកដល់ហ្នឹងពួកគេទើបតែដឹងថានោះតាមពិតគឺជាឈីជាមួយនឹងឪពុករបស់នាងសោះនៅពេលដែលឃើញអញ្ចឹងពួកគាត់ទាំង3នាក់ពិតជាគាំងខ្លាំងមែនតើនៅពេលដែលឃើញអញ្ចឹងគូរីនក៏បានសួរទៅកាន់លោកអ៊ំរ៉ូស៊ីថាតើយើងគួរធ្វើដូចម្ដេចនៅពេលដែលមកដល់ឈីក៏បាននិយាយថាគូហានជាមួយនឹងគូខូគួរតែនៅទីនេះនៅពេលអញ្ចឹងតើលោកអ៊ំរ៉ូស៊ីក៏បានប្រាប់ទៅកាន់នាងថាឥឡូវនេះផងដែរគូហានត្រូវបានភីកាឡូចាប់បាត់ទៅហើយឪពុករបស់នាងក៏បានសួរថាចុះគូខូវិញហើយគាត់ក៏បាននិយាយថាឥឡូវនេះផងដែរគូខូបានស្លាប់បាត់ទៅហើយគ្រាន់តែលើអញ្ចឹងឈីដួលស្លាប់ទាំងតែម្ដងឥឡូវយើងក៏លេចមកកាន់គូហានដែលនៅពេលយប់ឯនេះវិញនៅពេលដែលគាត់បានឡើងមកឈើនោមហើយគាត់ក៏បានសម្លឹងមើលទៅកាន់ព្រះច័ន្ទវាពិតជាស្អាតខ្លាំងណាស់ពីព្រោះអីលើកទី1ហើយដែលគាត់បានកើតមកហ្នឹងគាត់ទើបតែបានឃើញជាលើកទី1នោះទេនៅពេលដែលកំពុងមើលហ្នឹងស្រាប់តែភ្នែករបស់គូហានបានឡើងក្រហមតែម្ដងបន្ទាប់មកស្រាប់តែគូហានបានប្រែកាយខ្លាចទៅជារូបរាងជាបិសាចគីងកុងមួយបន្ទាប់មកគាត់ក៏បានហក់ចុះពីលើភ្នំមួយហ្នឹងហើយក៏បានវាយកំទេចទៅកាន់ភ្នំមួយហ្នឹងចោលផងដែរបន្ទាប់មកគាត់ក៏បានបាញ់ថាមពលរបស់គាត់ដើម្បីកំទេចកន្លែងមួយហ្នឹងចោលទាំងអស់តែម្ដងឃើញអញ្ចឹងភីកាឡូពិតជាឆ្ងល់ខ្លាំងណាស់ហើយបាននិយាយថាតើគូហានបានថាមពលមួយនឹងមកពីទីណាណែគូហានណែវិញបានបាញ់ថាមពលមួយនឹងប៉ាណាអស់ហើយបន្ទាប់មកភីកាឡូក៏បាននឹកឃើញនៅពាក្យសម្ដីរបស់រ៉ាតអេបាននិយាយប្រាប់ទៅកាន់គូថាពួកគេគឺជាអម្បូរសាយ៉ាននៅពេលដែលប្រច័នពេញវងនៅពេលដែលពួកគេបានមើលទៅវាច្បាស់ណាស់ថាពួកគេនឹងប្រែក្លាយទៅជាបិសាចមួយដែលមិនដឹងខ្លួនហើយមិនអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលដឹងអញ្ចឹងហើយភីកាឡូក៏មិនចាំយូរនោះទេក៏បានប្រើប្រាស់នៅថាមពលរបស់គាត់ដើម្បីបាញ់កំទេចទៅកាន់ប្រច័នចោលតែម្ដងនៅពេលដែលប្រច័នបានខ្ទេចអញ្ចឹងហើយស្រាប់តែគូហានគាត់ក៏បានប្រែក្លាយទៅជារូបរាងធម្មតារបស់គាត់វិញបន្តមកទៀតភីកាឡូគាត់ក៏បានដើរសម្ដៅមកកាន់កន្លែងរបស់គូហានហើយគាត់បាននិយាយថាពូជអម្បូររបស់សាយ៉ានចំណុចខ្សោយគឺនៅត្រង់កន្ទុយដល់ពេលអញ្ចឹងទៅក៏មកគូហានមានចំណុចខ្សោយតទៅទៀតគាត់ក៏បានសម្រេចចិត្តដកកន្ទុយរបស់គូហានចេញតែម្ដងហើយភីកាឡូក៏បានជប់សម្លៀកបំពាក់ថ្មីឲ្យទៅកាន់គូហានហើយនឹងដាវមួយផងដែរភីកាឡូក៏បាននិយាយថាគាត់នឹងសង្ឃឹមថារយៈកាល6ខែតទៅទៀតគូហាននឹងរឹងមាំហើយគាត់នឹងមានសមត្ថភាពពិសេសរបស់គាត់អាចមកប្រយុទ្ធជាមួយនឹងពួកសាយ៉ានដែលចុះមកផែនដីរបស់ពួកគេអូខេអ្នកគ្នាសាច់រឿងមួយហ្នឹងខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្្នឹងសិនហើយសម្រាប់អ្នកដែលមកថ្មីមិនទាន់ជួយចុច Subscribe ឲ្យ Channel នេះទេសូមគ្នាយើងជួយចុចឲ្យម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយ